ជំងឺទឹកនោមផ្អែមប្រភេទទី2តើតែយើងមានអាយុច្រើនទើបយើងកើតមានជំងឺហ្នឹងឬក៏យើងនៅក្មេងអាចកើតមានជំងឺហ្នឹងដែរចាជំរាបសួរបងប្អូនទាំងគ្នាខ្ញុំឆេងហួរថ្ងៃនេះគឺនាងខ្ញុំមកចែករំលែកតកតងទៅនឹងជំងឺទឹកនោមផ្អែមដែលសារតែបច្ចុប្បន្នឥឡូវនេះឃើញថាមានបងប្អូនកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2នេះគឺមានច្រើនមែនតើចាដែលបងប្អូនមួយចំនួនគាត់អត់ដឹងថាចាអាហារឬក៏ជំងឺខ្លះៗដែលជំរុញនាំឲ្យគាត់កើតមានជំងឺទឹកនោមផ្អែមបានចាអញ្ចឹងការកើតមានជំងឺទឹកនោមផ្អែមនេះមិនមែនតើតែយើងមានអាយុច្រើនបានកើតមានជំងឺទឹកនោមផ្អែមទេចាបងប្អូនមួយចំនួនគាត់អាយុតិចមែនតើក៏ប៉ុន្តែគាត់មានជំងឺទឹកនោមផ្អែមចាអញ្ចឹងតើមានចាកត្តាអ្វីខ្លះដែលជំរុញដែលបណ្ដាលឲ្យយើងកើតមានជំងឺទឹកនោមផ្អែមចាដែលបងប្អូនគួរដឹងហើយយកទៅថែទាំសុខភាពទាំងអស់គ្នាអញ្ចឹងកត្តាដែលជំរុញឬក៏បណ្ដាលនាំឲ្យយើងកើតមានជំងឺទឹកនោមផ្អែមទី1គឺការញ៉ាំភេសជ្ជៈបើកម្លាំងផ្សេងចាមិនមែនថាបងប្អូនមិនអាចញ៉ាំបានទេបងប្អូនអាចញ៉ាំបានក៏ប៉ុន្តែសូមឲ្យញ៉ាំឲ្យសមស្របជាមួយនឹងរាងកាយរបស់យើងចាបរិមាណមកល្មមចាកុំឲ្យច្រើនខ្លាំងពេកកុំឲ្យលើសលុបខ្លាំងពេកអ្វីក៏ដោយទោះវាល្អតែបើសិនជាយើងញ៉ាំលើសកម្រិតលើសបរិមាណខ្លាំងពេកវាលែងទៅជាល្អហើយវាអាចធ្វើឲ្យយើងមានបញ្ហាដូចគ្នាចាអញ្ចឹងទៅលើគ្រឿងកំប៉ុងគេផលិតឡើងសម្រាប់ឲ្យយើងញ៉ាំក៏ប៉ុន្តែក៏ប៉ុន្តែសូមឲ្យបងប្អូនញ៉ាំមានកម្រិតកុំឲ្យញ៉ាំច្រើនខ្លាំងពេកបងប្អូនមួយចំនួនគាត់ញ៉ាំគ្រឿងកំប៉ុងមួយថ្ងៃ2ទៅ3កំប៉ុងបងប្អូនគិតមើលមួយថ្ងៃបងប្អូនញ៉ាំ2ទៅ3កំប៉ុងចុះមួយខែ30ថ្ងៃតើបងប្អូនញ៉ាំគ្រឿងកំប៉ុងទាំងអស់ហ្នឹងអស់ប្រមាណកំប៉ុងនេះហើយដែលជំរុញឲ្យបងប្អូនហ្នឹងមានបញ្ហាប្រឈមទៅនឹងការលើសជាតិស្ករចាវិវត្តទៅជាជំងឺចាទឹកនោមផ្អែមប្រភេទទី2ហ្នឹងឯងចាដែលបងប្អូនគួរតែដឹងហើយយកចិត្តទុកដាក់ទី2គឺតាក់ទងជាមួយនឹងបងប្អូនឯគាត់មានបញ្ហាលើសជាតិអាស៊ីតអូរិកនៅក្នុងឈាមច្រើនយូររ៉ាំរ៉ៃចាខែឆ្នាំដែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវអញ្ចឹងក៏គាត់ប្រឈមក្នុងការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2ហ្នឹងផងដែរហើយដើម្បីគ្រាន់តែលើសអាស៊ីតបែរជាប្រឈមទៅនឹងការកើតមានទៅលើជំងឺទឹកនោមផ្អែមប្រភេទទី2កាលណាដែលបងប្អូនលើសអាស៊ីតរយៈពេលយូរកាលវាអាចបង្កឲ្យទៅជាមានគ្រោះនៅតម្រងនោមខ្សោយមុខងារតម្រងនោមចាដែលយើងមិនបានយកចិត្តទុកដាក់ដែលយើងមិនបានព្យាបាលឲ្យបានត្រឹមត្រូវអញ្ចឹងឲ្យធ្វើឲ្យតម្រងនោមមុខងារតម្រងនោមចាប់ផ្ដើមចុះខ្សោយហើយយើងមិនបានធ្វើលំហាត់ប្រាណហើយយើងញ៉ាំតែគ្រឿងកំប៉ុងច្រើនផងនោះចាជំរុញឲ្យយើងកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2បានដូចគ្នាទី3អ្នកដែលគាត់មានការឡើងគីឡូខ្លាំងការឡើងគីឡូខ្លាំងនេះចាគឺមិនសូវល្អសម្រាប់សុខភាពយើងទេកាលណាដែលបងប្អូនឡើងគីឡូខ្លាំងពេកគឺបងប្អូននឹងឡើងខ្លាញ់កាលណាដែលលើសខ្លាញ់នៅក្នុងខ្លួនច្រើនលើសខ្លាញ់ជាពិសេសខ្លាញ់លើសនៅក្នុងសរសៃឈាមនឹងតែម្ដងដែលបណ្ដាលឲ្យបងប្អូននឹងក៏កើតមានជំងឺទឹកនោមផ្អែមផងដែរទី4គឺបងប្អូនដែលគាត់មានប្រវត្តិគ្រួសារធ្លាប់មានជំងឺទឹកនោមផ្អែមគេហៅថាគឺជាការដំណពូជក៏អាចធ្វើឲ្យយើងកើតមានជំងឺទឹកនោមផ្អែមដែរប៉ុន្តែអាហ្នឹងគឺមិនមែនជាបញ្ហាចោតដែលយើងត្រូវតែបដោតថាអូគ្រួសារយើងមានចាក់សមាជិកដែលគាត់មានប្រវត្តិកើតមានជំងឺទឹកនោមផ្អែមអញ្ចឹងយើងជាអត់ផុតទេយើងអាចនឹងកើតមានដូចគាត់ដែរគឺមិនមែនទេគឺស្ថិតនៅលើការថែទាំសុខភាពយើងដូចគ្នាប្រសិនជាយើងថែទាំចាសុខភាពការញ៉ាំចំណីអាហារយើងធ្វើលំហាត់ប្រាណបានត្រឹមត្រូវនឹងយើងមិនចាច្បាស់ថាយើងមានសមាជិកដែលកើតជំងឺទឹកនោមផ្អែមហ្នឹងយើងនឹងកើតដូចគាត់ទេចាគឺយើងអាចថែទាំសុខភាពបានប៉ុន្តែការដំណពូជនេះគឺមានភាគរយដែរចាអញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់នឹងថែទាំសុខភាពព្រោះបើសិនជាយើងអត់បានថែទាំយកចិត្តទុកដាក់សុខភាពទោះអត់មានសមាជិកដែលគាត់ចាធ្លាប់កើតមានជំងឺទឹកនោមផ្អែមទេក៏យើងអាចកើតមានផងដែរនៅក្នុងសម័យនេះគឺកើតមានច្រើនមែនទែនដោយសារតែបរិបទនៃការរស់នៅការហូបចុកការមិនធ្វើលំហាត់ប្រាណទាំងអស់ហ្នឹងគឺជំរុញឲ្យយើងកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2ដែរពីព្រោះមានបងប្អូនតូចៗជាច្រើនចាដែលគាត់អាចកើតមានជំងឺទឹកនោមផ្អែមដែរចាដោយសារតែគាត់ញ៉ាំគ្រឿងកំប៉ុងទាំងអស់ហ្នឹងច្រើនហើយគាត់ក្មេងៗមិនសូវបានថែទាំសុខភាពឲ្យបានល្អគាត់មានឱកាសក្នុងការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2ហ្នឹងគឺដូចគ្នាដូច្នេះសូមបងប្អូនយកចិត្តទុកដាក់ទៅនឹងបញ្ហាសុខភាពជាវាបងប្អូនចាប្រឈមក្នុងការកើតមានជំងឺទឹកនោមផ្អែមប្រភេទទី2ចាអញ្ចឹងបើសិនជាបងប្អូនមានសំណួរមានចម្ងល់ណាមួយតាក់ទងទៅនឹងបញ្ហាសុខភាពគឺបងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូនឹងបានហើយបងប្អូនកុំភ្លេចចាជួយ like និងជួយ share វីដេអូរបស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានការចែករំលែកថ្មីៗពីនាងខ្ញុំទៅចាអរគុណច្រើនជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ